ជំរាបសួរបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំប្រម៉ែប្រម៉ូបន្លែដែលខ្ញុំបានដាំហ្នឹងណាហើយខ្ញុំបានដាក់ក្នុងទូទឹកកកដូចជានេះដូចជាជីនាងវងហើយមានប៉េងប៉ោះពណ៌បៃតងហើយមានម្ទេសផ្លែពណ៌ក្រហមហើយនេះម្នាស់ហើយអំបិលទុំមានតែបន្តិចទេខ្ញុំយកមកពីស្រុកខ្មែរខ្ញុំមកដាំអំបិលច្រើននេះហើយខ្ញុំមាននេះននងញ៉ាំននងចឹងណាននងហើយហ្នឹងហើយអានេះប៉េងប៉ោះដែរហ្នឹងហើយនេះមានតកួននេះខ្ញុំលាងទឹកហើយខ្ញុំដាំនៅក្រោយផ្ទះហ្នឹងហើយខ្ញុំនឹងធ្វើម្ហូបស្អីក៏ដោយដាក់ចូលទាំងអស់ខ្ញុំធ្វើរបៀបចាប់ចាយចង់និយាយថាច្របល់បន្លែទាំងអស់ចូលគ្នាចឹងណាមកជូរតកួននេះចឹងណាតែខ្ញុំនឹងដាក់បាគីនេះ shrimp ណាខ្ញុំដាក់ shrimp វិញខ្ញុំមកដាក់សាច់ជ្រូកឬក៏ដាក់ត្រីឯងព្រោះខ្ញុំចង់បដូរបរិយាកាសរសជាតិចឹងណាឥឡូវខ្ញុំមកកាត់ស្លឹកគ្រៃខ្ញុំវែងបងប្អូនឃើញអត់វែងល្អមែនទេណាប៉ុណ្ណឹងហើយបងខ្ញុំបើកភ្លើងបន្ទាប់មកដាក់ភ្លើងឲ្យក្តៅចាក់ប្រេងចូលប្រេងឆាចាក់ចូលទៅបន្ទាប់មកដាក់ខ្ទឹមដាក់លីងវាឲ្យក្រហមហើយខ្ញុំដួសដាក់ម្ល៉េះដាក់ក្នុងចានណាដាក់ពេលស្លចុងក្រោយគេនេះដាក់វាដាក់អំបិលដាក់ប៉ុណ្ណឹងស្ករសទឹកត្រីពីរលក្ខយកប៊ីចេងប៉ុណ្ណឹងម្សៅស៊ុបមាន់ដាក់ប៉ុណ្ណឹងម្រេចហើយយើងចាប់ដើមកូរវាដាក់ទឹកនេះដាក់ស្ងោរដាក់ទឹកខាងទៀតខ្ញុំដាក់ស្លឹកគ្រៃចូលបិទទឹកពុះហើយអូយទឹកពុះដាក់ប៉េងប៉ោះហើយនឹងម្ទេសក្លោបចូលបាទដាក់ចូលទៅខ្ញុំស្ងោរវាខ្ញុំច្រំប៉ាទុំច្រំវាឲ្យវាមានជាតិជូរខ្ញុំច្រំហើយនេះខ្ញុំដាក់តកួនចូលដាក់ផ្លែកំចូលទៀតដាក់ឲ្យបន្លែច្រើនថ្ងៃហ្នឹងញ៉ាំបន្លែសុទ្ធហ្មងណាដាក់ឲ្យវាធំបងប្អូនតបមកខ្ញុំក្រោបវាខ្ញុំដាក់ម្នាស់នេះម្នាស់ពណ៌កាជូកក្រោបវាពុះហើយខ្ញុំចាប់ដាក់តកួនដាក់ចូលទៀតអូយពេញហៀរដល់នេះខ្ញុំដាក់បន្លែច្រើនពេកបងប្អូនតែវាកុំធំតបមកដាក់ជីនាងវងហើយតបមកខ្ញុំដាក់ប្រមាន់ពីរគ្រាប់ខ្ញុំការវាចិត្តទៅដាក់វាពុះហើយខ្ញុំដាក់ខ្ទឹមពីលើខ្ទឹមបោកខ្ទឹមមកដាក់វាឲ្យឈ្ងុយបងប្អូនឆ្អិនហើយបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមភ្លក់មើលនេះបងប្អូននេះយើងសាបតិចដាក់អំបិលតិចទៀតបងប្អូននេះអូខេនេះខ្ញុំដាក់អំបិលបន្តិចមិនហ្នឹងណាហើយឥឡូវខ្ញុំភ្លក់ម្ដងទៀតឆ្ងាញ់មកហើយជំរាបសួរបងប្អូនអរគ្នាឥឡូវខ្ញុំមកដល់វគ្គញ៉ាំហើយនេះស្លរបស់ខ្ញុំដែលបានធ្វើមិនហ្នឹងណានេះខ្ញុំដួសបានដោយបាគីខ្លះតិចទេហើយតកួនអានងម្ទេសផ្លោកអីចឹងណាដាក់ចូលគ្នាជីអីមើលនេះបងប្អូននេះមានបាគីមានបន្លែចឹងណារសជាតិវាប្រៃមានជាតិប្រៃបន្តិចមានស្ករបន្តិចអីចឹងណាមានរសជាតិក្លិនជីមានជេរុំឆ្ងាញ់ណាអរគុណបងប្អូនសម្រាប់មើលវីដេអូនេះហើយសូមជម្រាបលាបាយបាយ